សិតច្បាំងនៅខែនេះបើសិនជាបងប្អូនដាំដោយប្រើបច្ចេកទេសដោយរដូវក្តៅខ្លាំងហើយក្នុងរដូវធ្លាក់ភ្លៀងគឺអត់បានទេចាគឺយើងត្រូវតែមានភាពបត់បែនចាត្រូវតែ flexible ចាជាមួយនឹងអាកាសធាតុចារដូវនេះភាគច្រើនគឺគេដាំជាមួយនឹងប្រភេទកាកដំឡូងចាព្រោះកាកដំឡូងវាមានកម្ដៅចាវាក្តៅអញ្ចឹងវាទប់ជាមួយនឹងអាកាសធាតុខាងក្រៅបានល្អចាអញ្ចឹងអ្នកខ្លះគឺគាត់ប្រើចំបើងត្របាត់ខាងក្រោមហើយផ្ទៃខាងលើហ្នឹងគឺគាត់ប្រើកាកដំឡូងចាក្នុងកាកដំឡូងនេះវាមានសារធាតុចិញ្ចឹមច្រើនចាដោយសារតែវាលាយសាច់ដំឡូងលាយជាមួយនឹងសម្បកដំឡូងហ្នឹងចាវាមានសារចិញ្ចឹមខ្លាំងបំពន់ខ្លាំងចឹងហើយគឺមានបងប្អូនជាច្រើនដែលគាត់ដាំក្នុងរោងហ្នឹងគឺគាត់ប្រើប្រភេទកាកដំឡូងនឹងឯងចាក៏ប៉ុន្តែតម្លៃរបស់កាកដំឡូងក៏វាខ្ពស់ដែរចាតម្លៃវាគឺថ្លៃជាងចម្បើងរៀងច្រើនដែរចាអញ្ចឹងមេផ្សិតខាងពួកខ្ញុំនេះដាំបានទាំងកាកដំឡូងស្បៃដូងប្រេងចាចម្បើងចាអាចអាណាចាកាកសំណល់ផ្សិតអំបោះដើមចេកកំប្លោកស្មៅតកចា